បងយល់ឃើញបែបមិនដែរនៅពេលដែលចាប់ផ្ដើមមានបញ្ហាសង្គ្រាមតើម្នាក់គួរតែមានទូនាទីបែបម៉េចសម្រាប់បងសង្គ្រាមវាឆ្លោះបញ្ចាំងអំពីរឿងខ្លះឲ្យយើងរៀនមើលដែរបន្ទាប់ពីមានសង្គ្រាមយើងគួរធ្វើម៉េចពលរដ្ឋគួរធ្វើម៉េចតាមពិតវាអាចនិយាយបានថាវាស្ទើរតែចង់យឺតពេលហើយទៅយករឿងសង្គ្រាមមកកន្ត្រាក់ការគិតយើងគួរតែមានសន្តិភាពតាំងពីសន្តិភាពពិតឆ្នាំ2000គត់ណាគួរតែពួកយើងម្នាក់ហ្នឹងមានឯកភាពជាតិហើយនឹងយើងឈរទៅលើសេរីភាពក្នុងការនិយាយក្នុងការជជែកហ្នឹងវាបានស៊ីជម្រៅទៅឆ្នាំ2025នេះទើបយើងរួចរាល់ក្នុងការត្រៀមខ្លួនបាន 50-60% ដែរក៏ប៉ុន្តែយើងកុំបន្ទោសថយឬក៏ទៅមុខអីយើងវិភាគតែថ្ងៃនេះថាតើបន្ទាប់ពីសង្គ្រាមដែលគេឈ្លានពានមកលើទឹកដីរបស់ពួកយើងហើយយើងត្រូវត្រៀមខ្លួនយ៉ាងម៉េចសម្រាប់កុំឲ្យវាមានកើតឡើងនៅថ្ងៃក្រោយយើងបកមកកត្តាប្រជាពលរដ្ឋគឺសំខាន់បំផុតគឺប្រជាពលរដ្ឋម្នាក់มันអាចនឹងដេកដោយគ្មានស្ដាប់ព័ត៌មានអញ្ចឹងបើយើងនិយាយដល់ព័ត៌មានយើងត្រូវតែស្វែងរកព័ត៌មានពិតសង្គមយើងអ្នកខ្លះគិតថាគ្មានព័ត៌មានពិតនៅក្នុងសង្គមមួយនេះតែក៏វាមិនត្រូវទាំងស្រុងវាអាចត្រូវខ្លះក៏មិនទាំងស្រុងអញ្ចឹងពិតមិនពិតអាស្រ័យលើការគិតរបស់ពលរដ្ឋម្នាក់ប្រកបដោយគុណភាពតែពិតคล้ายៗវានៅទន្ទឹមគ្នាទេប៉ុន្តែអាស្រ័យលើអស់លោកបងប្អូនចេះវិភាគចេះតាមដាននិងចេះច្រាវជ្រាវបន្តទៀតអត់តែអាកន្លែងហ្នឹងពលរដ្ឋវាខ្វះសំបីតែរូបថតមួយដែលខ្ញុំដាក់នៅកាហ្វេសម្រាំងកំពុងតែផ្ទុះជាង 25k share like ហ្នឹងត្រឹមតែពាក្យ rap មួយហ្នឹងការមើលតែមួយជ្រុងរបស់គាត់គឺគាត់ខូចចិត្តភ្លាមនោះហើយគេហៅថាខ្សោយការគិតនិងសន្លឹងវែងឆ្ងាយដោយគ្រាន់តែឃើញពាក្យស្តៀងដូចដោយគាត់ម៉ៃយកភ្លាមថាអញ្ចឹងហើយអញ្ចឹងពលរដ្ឋដែលអញ្ចឹងវាងាយស្រួលគេក្លុកងាយស្រួលគេកវីអញ្ចឹងខ្ញុំដាក់អញ្ចឹងក៏ជាមេរៀនអស្ចារ្យបើតែសេសភៅបានមកតំពណ៌ធំមកថាត្រឹមតែឃើញឡានល្អត្រឹមតែឃើញបកគលធ្វើល្អការប៉ັດអាចមនុស្សអាក្រក់ណាខ្ញុំនិយាយថាមនុស្សនឹងធ្វើល្អត្រូវហើយតែការប៉ັດមនុស្សនឹងអាចជាជនអាក្រក់ដើម្បីល្អបែបនេះទៅរកអាបែបនោះអញ្ចឹងការប៉ັດខ្ញុំទៅសេថា recycle invent people ការកែច្នៃបង្កើតខ្ញុំឡើងមកបង្កើតមនុស្សដូចខ្ញុំឡើងមកប៉ុន្តែដោយសារតែគាត់ខ្សោយការមើលផងគឺគាត់វិនិច្ឆ័យអាហ្នឹងគឺគុណភាពរបស់ពលរដ្ឋដើម្បីអស់លោកអ្នកស្ដាប់ដឹងថាព័ត៌មាននេះពិតមិនពិតអាស្រ័យលើចម្រោះនៃការគិតដែរចុះបើការគិតនឹងត្រូវបានគេប្រាប់អានេះពិតមិនពិតវានៅត្រឹមតែថ្នាក់គេប្រាប់ហ្នឹងវាអត់ដល់ថ្នាក់ពិចារណាផងហ្នឹងដើម្បីឲ្យដឹងពិតមិនពិតដល់តែអស់លោកបងប្អូនស្ដាប់ហ្នឹងដឹងចេះពិចារណាចេះស្វែងយល់លើខ្លួនឯងបានហើយมันអាចបន្ទោសទៅរដ្ឋាភិបាលទេរដ្ឋាភិបាលតែងតែឲ្យព័ត៌មានមិនពិតព័ត៌មានការពារគាត់និយាយមិនគាត់ថាមិនគាត់ធ្វើមិនធ្វើទៅតែគុណភាពពលរដ្ឋទើបគឺជាកម្លាំងខ្លាំងពិតប្រាកដបើពលរដ្ឋខ្សោយហើយតើយើងអាចនឹងច្រោះក៏ពិតមិនពិតអាហ្នឹងរឿងសំខាន់មួយដែលបន្ទាប់ពីសង្គ្រាមពលរដ្ឋត្រូវតែចេះតាមដានព័ត៌មានតែនិយាយឲ្យត្រង់ទៅអស់លោកបងប្អូនហើយមុនមិនតាន់ការសង្គ្រាមខ្ញុំជឿតែគាត់មិនតាមដានផងយ៉ាងខ្លាំងតែ 20% នៃពលរដ្ឋទេអា 80% ទៀតកំពុងតែហេហកសបាយបែបនេះបែបនោះរស់ស៊ីក្នុងសន្តិភាពមួយអញ្ចឹងណាអាហ្នឹងបានវាអញ្ចឹងតែយើងកើតហើយយើងត្រូវកែមែនទេមើលកត្តារដ្ឋាភិបាលខ្ញុំមិនដឹងថាយើងនិយាយនេះវាបង្កការទើសទាល់ឬក៏ការមិនសប្បាយចិត្តតែក្នុងនាមពលរដ្ឋដែលជាសមាជិកគ្រួសារខ្មែរ17លាននាក់យើងគួរតែនិយាយដែរបើយើងមិននិយាយក៏មិនបានពីព្រោះកត្តារដ្ឋាភិបាលសប្តាហ៍ថ្ងៃនេះយើងឃើញថាចាស់ទុំនៅក្នុងដំបូលនយោបាយហាក់បីដូចជាប្រឆាយូរណាស់មិនដឹងតែគាត់មានប្រវត្តិសាស្ត្រទើសទាល់គ្នាយ៉ាងម៉េចបានជាកម្លាំងឯកភាពជាតិរបស់ពួកយើងហាក់បីដូចជាពិបាកផ្គុំទៅបានប្រហែលជាយើងបកទៅកាន់មនុស្សម្នាក់អត់មានសច្ចធម៌ឬក៏សច្ចធម៌នៅតែមួយជាងតែវាអត់មានណាវាបង្កើតតែការផ្គុំនឹងវាអត់បានអញ្ចឹងកន្លែងហ្នឹងដែលខ្ញុំស្រឡឹងឃើញថាបើសិនជានៅក្នុងកលៈទេសៈចាំបាច់បំភ្លេចរឿងជាច្រើនដែលមិនចំណេញដល់ជាតិវាជាបញ្ហាបកគលគួរទៅរួបរួមនេះយើងប្រើពាក្យគួរមិនហ៊ានប្រើពាក្យត្រូវតែទេដោយសារតែពាក្យគួរវានៅក្នុងស្ថានភាពនេះគួរតែសិក្សាដែរតើយើងគួរតែធ្វើបែបនេះនៅក្រៅប្រទេសដើម្បីឆ្លុះបញ្ចាំងអំពីការបែកបាក់ដ៏ស៊ីជម្រៅអញ្ចឹងឬក៏មិនខ្ញុំនិយាយពាក្យថាការបង្កើតរដ្ឋាភិបាលមួយនៅក្រៅប្រទេសអស់លោកបងប្អូនដែលស្ដាប់ប្រកាសជាថ្លឹងដឹងថាមាននៅក្នុងជ្រុងណាហើយកន្លែងនេះក៏គួរឲ្យគិតដែរពួកយើងមិនអាចធ្វើនៅក្នុងកលៈស័កនេះបានបែបនេះទេពីព្រោះយើងបង្ហាញអំពីការឯកភាពជាតិដើម្បីងាកចេញពីភ្នែកមើលជ្រាយរបស់សត្រូវឃើញណាហើយកត្តាសំខាន់ទី3នេះគឺកត្តាសេដ្ឋកិច្ចដែលខ្ញុំនឹងហែកកញ្ចប់សេដ្ឋកិច្ចហើយខ្ញុំកំពុងតែតាមដានកត្តាសេដ្ឋកិច្ចយើងនាំទៅគេប្រមាណគេនាំមកយើងប្រមាណការបើកផ្សារទីផ្សារចង្រៃទៅអឺរ៉ុបយ៉ាងម៉េច
ទៅអាមេរិកយ៉ាងម៉េចទៅចិនយ៉ាងម៉េចខ្ញុំកំពុងតែរស់នៅចិត្តដិតជាមួយវានឹងពីព្រោះខ្ញុំគិតថាវាជាទំនួលខុសត្រូវរបស់ជីវិតខ្ញុំដែរក្នុងការតាមដានការវិវត្តសេដ្ឋកិច្ចហើយនឹងកត្តាផ្សេងៗដែលប្រទេសយើងមានបងប្អូន17លាននាក់រស់នៅក្នុងហ្នឹង